បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំមានកុំព្យូទ័រ2គ្រឿងសម្រាប់មក review និងចែកជូនប្រិយមិត្តទាំងអស់គ្នាស្រឡាញ់មួយណាឬមួយហ្នឹងបាទអញ្ចឹងគ្រឿងទី1បាទនេះគឺជាកុំព្យូទ័រ Mac Dell Latitude បាទ Dell Latitude នេះគឺ748បាទ Latitude 748ហើយសម្រាប់មួយគ្រាប់នេះដែរគឺពពាក់ដោយ RAM 16GB បាទ RAM 16GB CPU ជំនាន់ទី7 Core i7 ជំនាន់ទី7និង storage 256បាទអញ្ចឹងនេះ RAM បានធំ256ចឹងថា room បាទ SDM2 256 RAM 16GB Core i7 ជំនាន់ទី7បាទអញ្ចឹងបងប្អូនមកគ្រាប់នេះគឺធូរថ្លៃទេបងប្អូនណាបាទមកគ្រាប់នេះធូរថ្លៃទេបងប្អូនចាប់អារម្មណ៍បាទគឺតម្លៃលោកជូនបងប្អូន300តិចតួចបាទ300តិចតួចបាទ300តិចតួចអាចថា310 320បាទក្នុងចំណោះចន្លោះហ្នឹងដោយសារតែมันអាចចុះច្រើនជូនបងប្អូនទេបងប្អូនអាចមកជាវគឺតម្លៃនេះបាទជូនបងប្អូនអាចធ្វើការប្រើប្រាស់បានបាទលក់ដូចចែកជូនបងប្អូនប្រើអញ្ចឹងគឺនិយាយពីគុណភាព grade A យកទៅប្រើគឺធានាគុណភាពតែម្ដងបាទហើយសម្រាប់ការខូចខាតយើងដូរថ្មីជូនបងប្អូនអត់មានញ៉ៃទៅធ្វើការជួសជុលអីទេគឺឲ្យតែមានបញ្ហាលើអេក្រង់បញ្ហាលើនេះ keyboard លើអីហ្នឹងយើងធ្វើការបាទដូរថ្មីជូនបងប្អូនភ្លើងបាទ keyboard មានភ្លើងទៀតបាទភ្លើងបិទចោលបានហ្នឹងកុំឲ្យស៊ីថ្មទៀតបន្ថ្មវានេះគឺបាទ3ម៉ោងឡើងលើបាទ3ម៉ោងឡើងលើអាចប្រើប្រាស់បានបាទអញ្ចឹងមួយគ្រឿងនេះបងប្អូនណា Core i7 ជំនាន់ទី7ហើយក៏មានមួយគ្រឿងទៀតផងដែរបាទនេះបាទសម្រាប់មួយគ្រឿងនេះគឺបាទនេះគុំថ្លៃបាទគឺថ្លៃទេបងប្អូនចាប់អារម្មណ៍អាចចាក់ទៅបានបាទមួយគ្រឿងនេះគឺ Dell Latitude 548បាទលេខកូដ548អញ្ចឹង Latitude 548នេះគឺពពាក់ដោយ CPU Core i5 ជំនាន់ទី6បាទអញ្ចឹងម៉ាស៊ីនវាក៏អែមដែរបាទដោយសារឥឡូវយើងឡើងទៅ Windows 11ហើយបងប្អូនប្រើកុំព្យូទ័រទិញកុំព្យូទ័រគឺចាប់ពី Core i3 ឡើងទៅបាទ Core i3 ឡើងទៅដើម្បីងាយស្រួលជាង update Windows ឡើងទៅ Windows 11ហើយមាន Windows update បន្តយើងនឹងទៅបន្តទៀតបើមិនអញ្ចឹងទេបងប្អូនយើងធ្វើការប្រើប្រាស់អត់ទាន់និយាយថាវា update រហូតអញ្ចឹងបងប្អូនយើងនៅទៅប្រើអាចាស់ម្ដាយវាទៅអត់រួចទេដោយសារតែយើងទៅមុខហើយយើងមិនអាចខូចទេអញ្ចឹងវីដេអូក៏ទៅមុខបាទចែកទេសបច្ចេកវិទ្យាក៏ទៅមុខនេះយើងត្រូវ update ទៅមុខនេះគ្នាបាទអញ្ចឹងសម្រាប់មួយក្រុមនេះដែរបាទគឺពពាក់ដោយចាទៅដល់តិចបាទយើងទៅមើលទាំងអស់គ្នាបាទគឺមកស្ដាំលើ start ហើយយកពាក្យថា system មកហើយ Windows នេះគឺ Windows 11បាទហើយសម្រាប់នេះបងប្អូនណា RAM 8GB បាទជំនាន់ទី6 Core i5 បាទជំនាន់ទី6 Core i5 ហើយនឹងមាន room តែ256GB បាទអញ្ចឹងសម្រាប់ room 256GB បងប្អូនយកធ្វើការងារការឡៃទូទៅបាទយកទិញនិយាយទៅបងប្អូនកុំព្យូទ័រ2គ្រឿងហ្នឹងបងប្អូនយកធ្វើការប្រើប្រាស់ឬយើងទិញហើយយើងទៅរៀនបងប្អូនទៅកាលណារៀនហើយយើងត្រូវការប្រើវារហូតមិនមែនទេរៀនហើយខូចបោះចោលបងប្អូនទៅទិញនៅក្នុងឃ្លាំងមួយចំនួនទៀតមកក្នុងឃ្លាំងទិញថ្មីបងប្អូនច្បាស់ជាប្រាប់គេថាខ្ញុំយកទៅរៀនយកទៅអីចឹងអ្នកលក់ក៏តែងតែណែនាំបងប្អូនយកលេខកូដណាមួយដែលយើងអាចថាសំចៃថវិកាចឹងទៅបងប្អូនយកធ្វើការប្រើពេលបងប្អូនរៀនចប់កុំព្យូទ័រហ្នឹងយកទៅប្រើការបានទេអញ្ចឹងយើងយកទៅធ្វើការងារបន្តក៏បានតែនៅក្នុងពីរគ្រាប់នេះបងប្អូនធានាថាអាចយកទៅធ្វើការផ្សេងបន្ទាប់ពីបងប្អូនរៀនចប់ក៏យើងអាចយកទៅប្រើបានដែរហើយនៅក្នុង spec Core i5 Core i7 បាទអញ្ចឹងអានេះលក់ជូនបងប្អូនបាទតែ$260បាទ$260 Core i5 ជំនាន់ទី6បាទបងប្អូនថាកុំព្យូទ័រលក់ថ្លៃជាងគេបងប្អូនវាគឺពាក់ព័ន្ធជាមួយនឹងគុណភាពដោយសារកុំព្យូទ័រទាំងអស់ហ្នឹងសិតតែជាកុំព្យូទ័រមួយទឹកពីអាមេរិកបងប្អូនធ្វើបានល្អគឺល្អបងប្អូនយកមកបាទប្រើប្រាស់ទៅតាមគុណភាពទៅតាមតម្លៃវាមិនអាចនឹងកុំព្យូទ័រកូដដូចគ្នាអាចសម្រាប់ដូចគ្នាទេដោយសារតែពាក់ព័ន្ធជាមួយនឹងគុណភាពរបស់វាអញ្ចឹងនៅក្នុងនេះគឺយើងធានាបានថាបងប្អូនយកធ្វើការប្រើប្រាស់គឺมันមានបញ្ហាតែម្ដងយើងធ្វើការប្រើដើរលូនអញ្ចឹងណាបាទហើយសម្រាប់បងប្អូនតាក់ទងអាចតាក់ទងមកតាមស្រឡាញ់ក្រុមនេះយក Dell Core i5 បាទជំនាន់ទី6ឬក៏បងប្អូនយក Core i7 ជំនាន់ទី7បាទហើយតម្លៃខុសគ្នាតែបន្តិចតួចទេបងប្អូននេះ$260ហើយសម្រាប់ Core i7 នេះគឺលក់បងប្អូន$310គត់តែម្ដងតាមបងប្អូនបាទចាំតថ្លៃច្រើន$310អញ្ចឹងសម្រាប់ពីរគ្រាប់នេះបងប្អូនស្រឡាញ់មួយណាអាចជ្រើសរើសយកមួយនឹងបានហើយសម្រាប់ខ្សែឋានបងប្អូនណាគឺនៅឃុំក
ក្រូចបាទស្រុកព្រៃឈើកែកំចាបងប្អូនអាចមកដល់នៅមុខអនុវិទ្យាល័យតែម្ដងច្រកចូលនៅវិទ្យាល័យទូពុះគឺខ្ញុំបាននៅទីនេះដើម្បីរំចាំទទួលបងប្អូនទាំងអស់គ្នាហើយខ្ញុំបាទគឺបរិញ្ញាបត្រកុំព្យូទ័រមកដូចជាជាង10ឆ្នាំហើយសម្រាប់ការបង្រៀនកុំព្យូទ័រគឺយល់ឃើញថាការដំឡើងកម្មវិធីផ្សេងៗឲ្យសមស្របជាមួយអ្នករៀនគឺវាមានការនិយាយថាយល់បានច្រើនបាទហើយសម្រាប់បងប្អូនទៅទិញនៅតាមឃ្លាំងយើងត្រូវតែធ្វើមកហើយជាងការវាខុសផុត license ផុតអីញ៉ៃអញ្ចឹងទៅវាជាងការគាត់តម្លើងមកអត់គ្រប់ license ឲ្យយើងប៉ុន្តែនៅក្នុងនេះគឺខ្ញុំបានជួយបងប្អូនហើយនឹងតម្លើងកម្មវិធីមួយចំនួនទៀតដើម្បីយើងអាចតាក់ទងគ្នារហូតបាទ support បងប្អូនទៅធ្វើការប្រើប្រាស់កុំព្យូទ័ររបស់មានបញ្ហាណាបាទអញ្ចឹងអរគុណសម្រាប់ពីគ្រឿងនេះបងប្អូនស្រឡាញ់មួយណាយកមួយហ្នឹងបាទជម្រាបលា